របៀបចូលទៅកំណត់ម៉ោងរោលលើទូរស័ព្ទដៃសម្រាប់បងប្អូនអរគ្នាដែលឧស្សាហ៍គេងទៅគឺខកម៉ោងទៅធ្វើការគឺមិនទាន់ម៉ោងទេបងប្អូនអរគ្នាអាចធ្វើការកំណត់ម៉ោងរោលលើទូរស័ព្ទបានហើយបងប្អូនអរគ្នាគិតថាវីដេអូរបស់ admin មានប្រយោជន៍សូមបងប្អូនអរគ្នាជួយចុច follow like comment share វីដេអូរបស់ admin ម្នាក់មួយផងសូមអរគុណជាដំបូងសូមបងប្អូនអរគ្នាចុចលើកម្មវិធីមួយកម្មវិធីហ្នឹងគឺនៅលើទូរស័ព្ទគឺមានសឹងតែគ្រប់ទូរស័ព្ទតែម្ដងបងប្អូនអរគ្នាគឺនេះគឺកម្មវិធីនាឡិកាកន្លែងខ្ញុំចង់ឲ្យចំហ្នឹងបងប្អូនគ្នាចុចចូលកន្លែងហ្នឹងមកបន្ទាប់មកដល់កន្លែងនេះគឺវាមានពីរកន្លោមបងប្អូនចុចខាងលើមកអាកន្លោមខាងលើហ្នឹងបងប្អូនចុចបើកវាមកពេលណាដែលបងប្អូនចុចបោកហើយបងប្អូនចុចចំវាកន្លែងហ្នឹងមកបងប្អូនអាចចូលទៅកំណត់ម៉ោងរោនេះគឺកន្លែងនេះបងប្អូនអាចសេរីបានបងប្អូនគ្នាគឺឧទាហរណ៍ថាបងប្អូនក្រោកឧទាហរណ៍ថាបងប្អូនក្រោកម៉ោង 5បងប្អូនគ្នាអូខេ5មកដល់កន្លែងនេះគឺកន្លែងនាទីបងប្អូនគ្នា XX គឺម៉ោងបងប្អូនគ្នាគឺដល់ពេលកន្លែងនេះបងប្អូនអាចសេរីនាទីបានបងប្អូនគឺបងប្អូនដាក់ត្រឹមម៉ោងប្រហែលស្អែកទៅបងប្អូន1នាទីសម្រាប់ admin គឺដាក់5:50 នាទីគឺកំណត់ឲ្យម៉ោងនឹងរោលហើយកន្លែងនេះគឺបងប្អូនselect យកទាំងអស់ក៏បានបងប្អូនគឺ select យកទាំងថ្ងៃអាទិត្យហើយបើបងប្អូនថ្ងៃអាទិត្យគឺបងប្អូនមិនធ្វើការទេបងប្អូនមិនចង់ឲ្យរោលទេគឺបងប្អូន select យកត្រឹមថ្ងៃច័ន្ទអង្គារពុធពហុសុក្រសៅរ៍បងប្អូនគ្រីសយក6ថ្ងៃចឹងមកបើសិនបើបងប្អូនគឺចង់យកថ្ងៃអាទិត្យទៀតគឺបងប្អូនគ្រីសយកថ្ងៃអាទិត្យមួយចឹងទៀតមកតែខ្ញុំគឺខ្ញុំយកត្រឹមថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ទេបងប្អូនណាពេលណាដែលបងប្អូនធ្វើចឹងរួចរាល់ហើយបងប្អូនឃើញអក្សរខាងលើអក្សរខាងលើដាក់ថារួចរាល់បងប្អូននៅក្នុងចុចពាក្យថារួចរាល់មកអូខេពេលណាដែលបងប្អូននៅក្នុងចុចរួចរាល់ហើយគឺបានជោគជ័យហើយបងប្អូនគ្នាពេលណាដែលដល់ម៉ោង 5:50 នាទីគឺ5:50 នាទីហ្នឹងគឺក្តឹងហ្នឹងគឺចាប់ផ្ដើមរោលហើយបងប្អូនណាគឺតែអញ្ចឹងធ្វើឲ្យយើងធ្វើការគឺទាន់ពេលវេលាដែរបងប្អូនណាគឺពួក admin អាសាដេកខកម៉ោងដែរគឺពេលណាដែលយើងកំណត់ម៉ោងហ្នឹងទៅគឺលែងខកម៉ោងទៀតហើយបងប្អូនអូខេបងប្អូនទាំងគ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងគ្នាអាចធ្វើការទាំងអស់គ្នាហើយបងប្អូនណាដែលមិនទាន់យល់បងប្អូនអាចសួរcomment សួរនៅខាងក្រោមវីដេអូរបស់ admin មកគឺ admin មានពេលទំនេរនិង reply comment របស់បងប្អូនទាំងគ្នាសូមអរគុណ